រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិដែលបន្តផ្ដល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ផ្លូវដែកផ្លូវទឹកផ្លូវអាកាសស្របតាមពាក្យស្លោកមានផ្លូវមានសង្ឃឹមបាទមើលឯកឧត្តមលោកបានលើកកណ្ដឹងដែរបាទទៅតដឹងកូនគេតែគេថាអត់ផ្លូវចប់ហើយមិនបាច់តស៊ូទេតែបើគេថាមានផ្លូវតិចតិចតស៊ូបន្តិចទៅបានហើយបាទហើយពាក្យហ្នឹងមិនមែនតែភាសាខ្មែរបើភាសាអង់គ្លេសគេថា no way តែ no way ចប់បាទតែមានផ្លូវទៅអញ្ចឹងផ្លូវគឺបង្កើតក្តីសង្ឃឹមផ្លូវគឺបង្កើតឲ្យមនុស្សអាចឈានទៅដល់ការចាប់យកឱកាសនិងបង្កើតនៅឱកាសផ្សេងៗសម្រាប់ខ្លួនឯងអញ្ចឹងអត្ថិភាពនៃការរៀបចំកសាងផ្លូវបន្ទាប់ពីមនុស្សគឺជាអត្ថិភាពសំខាន់មនុស្សផ្លូវទឹកភ្លើងឥឡូវបច្ចេកវិទ្យាមួយទៀតបាទអញ្ចឹងទាំងអស់នេះគឺជាអត្ថិភាពដែលយើងត្រូវធ្វើមិនមែនត្រឹមតែលើกระดาษទេយើងនឹងបន្តហើយផ្លូវមិនមែនធ្វើតែផ្លូវគោកទេហើយផ្លូវគោកក៏មិនមែនធ្វើតែផ្លូវថ្នល់មួយដែរប្រព័ន្ធផ្លូវដែកក៏យើងនឹងត្រូវពង្រឹងអ្វីដែលមានស្រាប់និងរៀបចំកិត្តគូកសាងរយៈពេលវែងព្រោះវាក៏ជួយថ្ងៃក្រោយជួយច្រើននៅក្នុងការកាត់បន្ថយមិនងាយឃើញអតេះភ្លើងស្ទះចរាចរណ៍ទេអតេះភ្លើងអាចដឹកទំនិញបានច្រើនជាងឡានអញ្ចឹងតម្លៃដឹកជញ្ជូនក៏កាន់តែល្អសម្រាប់ជាពិសេសកសិផលរបស់យើងតភ្ជាប់ទូទាំងប្រទេសផ្លូវទឹកយើងក៏នឹងបន្តធ្វើបន្តអភិវឌ្ឍបន្ថែមទៀតជាពិសេសព្រែកជីកហ្វូណនរបស់យើងដែលនឹងតភ្ជាប់ទន្លេមេគង្គទន្លេសាបទៅសមុទ្របាទអញ្ចឹងថ្ងៃក្រោយកសិផលលែងចាំបាច់តែទៅផ្លូវគោកទៀតហើយគឺអាចចុះទឹកតែម្ដងដឹកឥឡូវយើងមានគម្រោងស្ដារពីភ្នំពេញឡើងទៅកំពង់ឆ្នាំងឡើងមកមួយផ្នែកនៃខេត្តកំពង់ចាមតាមទន្លេមេគង្គចឹងថ្ងៃមុខយើងនឹងស្ដាររហូតទៅដល់កញ្ចេះដើម្បីតភ្ជាប់ពីហើយយើងកំពុងកសាងផែពហុបំណងនៅខេត្តកញ្ចេះអញ្ចឹងតាមបដោយផ្លូវនៅនឹងមានផែសម្រាប់ដឹកទន្លេសាបដូចគ្នាអញ្ចឹងការកសាងនេះគឺថែមដើម្បីយើងតភ្ជាប់ពលានយន្តហោះនៅភ្នំពេញយើងកំពុងតែតាក់ទងរៀបចំធ្វើយ៉ាងណាដើម្បីបង្កើតជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់បើសិនដែលអាចធ្វើទៅបានផែសមុទ្រភ្នំខេត្តព្រះសីហនុយើងកំពុងកសាង Master Plan ប្លង់មេដើម្បីទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់អញ្ចឹងថ្ងៃក្រោយពាក្យថាតំបន់នេះគឺហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំបំពាក់គ្រឿងកម្រិតខ្ពស់ដើម្បីធានាភាពប្រកួតប្រជែងនេះហើយគឺជាការតភ្ជាប់ហើយផលដែលធ្វើនៅទៅនោះវាឆ្ងាយឥឡូវតែបើយើងតភ្ជាប់ទៅថ្ងៃក្រោយផលដោយអ្នកកំពង់ចាមអ្នកកញ្ចេះអ្នកកំពង់ធំដែលនៅតាមបដោយទន្លេនេះផងហើយខេត្តដែលមិនជាប់ទន្លេបាត់ដំបងរវល់នឹងអាចតភ្ជាប់តែបន្តិចបដល់ទន្លេរុញចុះទៅក្រោមផងដែរនេះគឺជាការរៀបចំប្លង់មេនៃហេដ្ឋារចនាសម្ព័ន្ធពួកផ្លូវបង្កើតសង្ឃឹមផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ច